Hello សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាគឺនេះគឺជាវីដេអូមួយទស្សនភាពជីទូកទៅលេងជីទូកទៅហែកឋិននាទៀនហើយមានរដូវកាលកឋិនវីដេអូនេះថតយូរហើយតាំងពីខែ11ថ្ងៃទី2តែមិនទាន់បានផុសអញ្ចឹងខ្ញុំតែសារតែកាត់ទេដើម្បីផុសចែកជូនញោមញាតិស្ដាប់ហើយមើលទស្សនភាពដង្ហែកឋិននាទៀនទៅតាមដងស្ទឹងសង្កែចេញពីស្ទឹងសង្កែទៅដល់ស្ទឹងទៅរហូតទៅដល់វត្តឈើខ្មៅហើយទូកគឺថ្ងៃហ្នឹងទូកច្រើនមែនតើហើយមានទូកជាច្រើនមានទូកខ្លះក៏រៀបចំក្បួនដង្ហែដាក់បាសដាក់អីសប្បាយតាមផ្លូវមើលទៅទឹកទន្លេវាស្រស់ស្រាយហើយទស្សនភាពស្អាតណាញោមនេះដល់ភូមិបាក់ព្រាញទស្សនភាពនៅភូមិបាក់ព្រាស្អាតមែនតើដល់មកភូមិបាក់ព្រានេះយើងចាប់ដើមឈប់តិចទៀតដល់ភូមិបាក់ព្រានេះប្រហែលជាម៉ោង9ជាងជិះចេញមកម៉ោង6ហើយដល់ភូមិបាក់ព្រាម៉ោង9វាឆ្ងាយមែនតើជីពីកំពង់ទូកពីវត្តអីទេផ្លេចវត្តបាត់ទៅហើយដូចជានៅម្ដុំជួផ្សារខ្ពកមកលើបន្តិចគឺឡើងទូកនេះដល់កន្លែងនេះគឺម៉ោង9ជាងបាយហ្នឹងហើយគេឈប់ឲ្យយើងចូលបន្ទប់ទឹកអត់អីទទួលតែនៅក្នុងទូកហ្នឹងក៏មានបន្ទប់ទឹកមានអីដែរតែបន្ទប់ទឹកគេហ្នឹងយើងដឹងស្រាប់ហើយបន្ទប់ទឹកនៅលើទឹកគឺសុទ្ធតែធ្លុះបន្ទប់ទឹកអត់លូអញ្ចឹងណាហើយឥឡូវយើងមកដល់កន្លែងទិញទេជាទិញចាហានទិញទឹកទិញអីនៅយកប្រកែងឡងនេះញាតិញោមទៅច្រើនតែគឺខ្ញុំមិនសប្បាយទៅទៀតទៅច្រើនចាតែទូទៅលំតែយើងណៃគុំទិញវត្តណាស្អាតទៅច្រើនសេខ្ញុំសុទ្ធតែអ្នកនៅបាត់ដំបងតែយើងនៅតែកោកយើងមិនអាចឃើញទឹកទន្លេទៅពេលយើងទៅមើលទន្លេទៅស្អាតតែវិញទៀតទឹកមើលវាខុសអាចខុសដូចលេងម៉ូតូលើកោកវាខុសម៉ូតូយើងនៅលើវាអត់ទឹកជាពេលព្រឹកសំលើអូតូទុកនេះមកទៅដល់តវងនេះទៅមានពេលបបវិញទុកច្រើនណាស់ជួបទុកក្រោយទុកមកពីសៀមរាបបាត់ដំបងទុកផ្លូវនេះផ្លូវទឹកទៅខាងខេត្តសៀមរាបហ្នឹងទៅកំពង់ភ្លុកជិះពីនេះជិះពីកំពង់ទុកនៅបាត់ដំបងទៅសៀមរាបបានទុកធម្មតាសុបាយតែគេហៅកឋិនបាត់ដំបងគេនិយមរំលែកហើយយ៉ាងរំលែកពាក្យមកពាក្យអីរំបាយទស្សនាទៅ
នេះញាតិញោមគឺពីគេរំកាត់កិនរួមថៃយ៉ាំរួមអីយវ៉ែគឺវាហើយកតិនហើយអីហើយដល់ថ្ងៃត្រង់ហើយបែរជាម៉ោង 1 ម៉ោង 2នេះយើងចាប់ដើមត្រឡប់ជិះទុកត្រង់វិញនេះទុកច្រើនណាស់ញោមនេះញាតិញោមមកវិញញ៉ាំបាយញ៉ាំអីទៅបាយចូលបាយដាំកាត់ដាក់ផ្ទះយើងកាន់តែបាយតាំងនេះឡាចាក់ទឹកឡាចាក់ល្អមើលបីញាតិញោមតាមក្រោយទៀតទៅបាច់ក្រោយបានចាប់ដើមនេះគាត់ទុកមកជាងវិញមើលបណ្ដាមើលគេអីបណ្ដាហ្នឹងគឺអូយស្បាយមែនទេចាក់បាច់ចាក់អីទៅអើយចាក់កណេះនេះគឺយើងមកដល់កំពង់ទូកវិញហើយនៅបាត់ដំបងតែអត់មកបានតតតែកំពង់ទូកទេដោយសារតែវាចាប់ផ្ដើមភ្លៀងហើយនេះចាប់ផ្ដើមភ្លៀងគាត់ថាបញ្ចប់វីដេអូត្រឹមហ្នឹងអរគុណច្រើនញាតិញោមចុច like share ផងណាញាតិញោមបាយបាយ